ទេសនិកជនប្រិយមិត្តជាទីមេត្រីភូមិសុកជិតឃុំកូតូខេត្តអាំងយ៉ាងគឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានជីវភាពជួបការលំបាកខ្លាំងដែលទីនេះមានប្រជាពលរដ្ឋជាង600គ្រួសារដែលមានប្រជាជនសរុបជាង2200នាក់ក្នុងនោះបងប្អូនជនជាតិខ្មែរមានចំនួនលើសពីពាក់កណ្ដាលចំនួនប្រជាពលរដ្ឋសរុបជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទីនេះគឺពឹងផ្អែកទៅលើការធ្វើស្រែចម្ការដំណាំរួមផ្សំជាមួយការចិញ្ចឹមសត្វក្នុងលក្ខណៈគ្រួសារនៅភូមិស្រុកដ៏សុខសាន្តវត្តអារាមគឺជាមជ្ឈមណ្ឌលនៃការរស់នៅខាងផ្លូវវិញ្ញាណនិងជាកន្លែងអភិរក្សអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិនៅទីនេះហើយនៅក្នុងវត្តអារាមនោះមានវត្តមានដ៏ស្និទ្ធស្នាលមួយជាបង្អែកខាងផ្លូវចិត្តដ៏រឹងមាំដែលបងប្អូនប្រជាជនខ្មែរគ្រប់រូបនៅរំលឹកដល់តែងតែសម្ដែងនៅការគោរពយ៉ាងជ្រាលជ្រៅបំផុតនោះគឺលោកចានឹងដែលមានអាយុជិត80ឆ្នាំហើយតែមានសន្តានចិត្តពោពេញទៅដោយសេចក្តីស្រឡាញ់និងសេចក្តីសប្បុរសឆ្នាំនេះទោះបីជាឈានចូលដល់វ័យ78ឆ្នាំហើយក្តីប៉ុន្តែលោកចៅនឹងនៅតែរក្សាបាននូវរបៀបរស់នៅដកសមញ្ញសុភាពរាបសារនិងស្មោះត្រង់ក្នុងទូនាទីជាអាចារ្យវត្តព្រមទាំងជាអ្នកមានកិត្យានុភាពបានរត់ទទួលស្គាល់លោកជានិច្ចកាលតែងតែដាស់តឿនខ្លួនឯងឲ្យរស់នៅធ្វើជាគំរូដោយដាក់ផលប្រយោជន៍របស់សមូហភាពនិងផលប្រយោជន៍ភូមិស្រុកជាចម្បងលោកយល់ថាដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋស្ដាប់តាមដំបូងមកអស់ខ្លួនឯងត្រូវតែជាអ្នកឈានមុខមានទឹកចិត្តដាក់បរិសុទ្ធដើម្បីបញ្ចុះបញ្ចូលមិនត្រឹមតែកិច្ចការសូត្រធម៌ថ្វាយបង្គំព្រះឬណែនាំពិធីបុណ្យទានផ្សេងៗនោះទេលោកចៅនឹងបានជ្រើសរើសយកការជួរួមយ៉ាងសកម្មក្នុងជីវភាពរនៅជាក់ស្ដែងដោយក្លាយជាស្ពានចម្លងនៃសក្តីស្រឡាញ់រវាងសប្បុរសជននិងអ្នកដែលមានជីវភាពក្រខ្សត់លោកបានដើរកោះទ្វារស្ងាត់នៅគ្រប់ទីកន្លែងដើម្បីភ្ជាប់ទំនាក់ទំនងទឹកចិត្តសប្បុរសធម៌ពីបណ្ដាខេត្តក្រុងនានាដោយសារកេរ្តិ៍ឈ្មោះនិងភាពតម្លាភាពរបស់លោកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅនេះអំណោយមនុស្សធម៌ចំនួន350ចំណែកដែលមានតម្លៃជិត90លានដុល្លារត្រូវបានប្រកល់ជូនដល់ដៃគ្រួសារក្រីក្រចាស់ជរាគ្មានទីពឹងនិងកុមារកំព្រានៅក្នុងភូមិស្រុកកញ្ចប់នំនិងអង្ករទោះបីជាតិចតួចមែនប៉ុន្តែវាជាការផ្ដល់ភាពកក់ក្ដៅទាន់ពេលវេលានិងជួយបន្ថែមទឹកចិត្តបង្កើនកម្លាំងចិត្តឲ្យបងប្អូនប្រជាពលរដ្ឋក្រីក្រខិតខំតស៊ូឡើងក្នុងជីវភាពមីមីនៅភូមិសុកជីកនេះមានជីវភាពក្រខ្លាំងណាស់ដែរដោយរស់នៅពឹងអាស្រ័យលើការសេឈ្នួលចូលប៉ាត់មិនថេប្រាក់ចំណូលតិចតួចអាស្រ័យបានលោកចាំនឹងគាត់តែងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសារក្រីក្រគាត់តែងតែមើលថែទាំពួកគេលោកក៏បានគីកោអ្នកឧបត្ថម្ភទិញអង្ករនិងអំណោយសម្រាប់ជូនគ្រួសារក្រីក្រមិនតែប៉ុណ្ណោះគាត់ទៅសួរសុខទុក្ខនិងលើកទឹកចិត្តអ្នកដែលឈឺថ្កាត់គាត់ជាមនុស្សល្អណាស់មីងក្នុងភូមិស្រុកស្រឡាញ់និងគោរពលោកទុកដូចជាឪពុកក្នុងគ្រួសារអញ្ចឹងទន្ទឹមនឹងការជីវភាពសុខសាន្តសង្គមអ្វីដែលធ្វើឲ្យលោកចៅនឹងតែងតែមានការព្រួយបារម្ភនិងគិតគូរខ្លាំងបំផុតនោះគឺធ្វើដូចម្ដេចដើម្បីកុំឲ្យយុវជនជំនាន់ក្រោយរបស់ខ្មែរភ្លេចប្រភពដើមនិងអក្សរសាស្ត្ររបស់ជាតិខ្លួនលោកយល់ច្បាស់ថាវប្បធម៌នៅគង់វង្សទើបភូមិស្រុកអាចរីកចម្រើនទៅមុខបានហេតុដូច្នេះហើយរៀងរាល់ពេលរដូវវិសមកាលចូលមកដល់លោកតែងតែម្ចាស់ការផ្ដល់យោបល់និងសហការជាមួយវត្តអារាមព្រមទាំងអង្គការចាត់តាំងនានានៅក្នុងមូលដ្ឋានដើម្បីបើកថ្នាក់បង្រៀនអក្សរខ្មែរដ៏ឥតគិតថ្លៃនៅតាមសាលាវត្តតែម្ដង
កាលពីឆ្នាំកន្លងថ្នាក់រៀននេះបានតាក់ទាញសិស្សានុសិស្សកុមារនិងយុវជនជាង115នាក់មកសិក្សារូបភាពលោកក៏មានព្រហ្មវិហារធម្មណៈដែលយកចិត្តទុកដាក់ណែនាំរាល់តួអក្សរនីមួយៗដល់ប្អូនៗកុមារនៅក្នុងតំបន់ព្រំដែនគឺជាសក្ខីភាពដ៏ច្បាស់លាស់បំផុតសម្រាប់សក្តីស្រឡាញ់ស្រុកកំណើតយ៉ាងស្ងៀមស្ងាត់ថ្នាក់រៀននោះមិនត្រឹមតែជួយឲ្យប្អូនៗកុមារចេះអានចេះសរសេរភាសាកំណើតនិងថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើតបាននូវបរិយាកាសដ៏ល្អបរិសុទ្ធនិងពោពេញដោយមនុស្សធម៌ដើម្បីការពារប្អូនៗកុមារឲ្យជៀសឆ្ងាយពីអំពើអបាយមុខសង្គមផ្សេងៗនៅខាងក្រៅភូមិស្រុកផងដែរ Tôi nghĩ mình ខ្ញុំឃើញនៅមានកម្លាំងហើយមានសុខភាពល្អគឺយើងចូលរួមចំណែកជួយភូមិស្រុកប្រុសអីមីងកំពុងកង្វះខាតជាពិសេសកុមារដែលខ្វះការអប់រំនិងចំណេះដឹងអំពីភាសាអក្សរសាស្ត្រខ្មែរយើងមិនអាចប្រងើយកន្តើយបានទេធ្វើអំពើល្អជួយដល់សង្គមរស់នៅតាមកន្លងធម៌របស់ព្រះពុទ្ធសាសនានិងបំពេញការតបកិច្ចជាអ្នកមានកិត្យានុភាពក្នុងភូមិស្រុក mình làm việc អំពើល្អនិងសក្តីសប្បុរសមិនមែនជាអ្វីដែលធំដុំហួសប្រមាណនោះទេជួនកាលទង្វើល្អក្តីសប្បុរសគ្រាន់តែជាការចែករំលែកចំពេលវេលាត្រឹមត្រូវនិងពាក្យទូលមានប្រដៅប្រកបដោយហេតុនិងផលល្អត្រឹមត្រូវតាមរយៈកេរ្តិ៍ឈ្មោះទឹកចិត្តឆ្ពោះទៅរកអំពើល្អនិងសម្ដីដ៏មានទម្ងន់របស់ខ្លួនលោកចៅនឹងបានបញ្ជ្រាបការឃោសនាផ្សព្វផ្សាយនៅរាល់គោលការណ៍របស់បកនិងច្បាប់របស់រដ្ឋយ៉ាងប៉ិនប្រសប់ទៅក្នុងកម្មវិធីបុណ្យទានសាសនាផ្សេងៗដូចជាពិធីបុណ្យកឋិនទានដកមហោឡារិកដែលតាក់ទាញពុទ្ធបរិស័ទចូលរួមរាប់ពាន់នាក់លោកបានបង្រៀនមីងប្រជាពលរដ្ឋអំពីរបៀបការពារបរិស្ថានគោរពច្បាប់ចរាចរណ៍រួមកម្លាំងគ្នាកសាងជនបទថ្មីនិងរក្សាសន្តិសុខសណ្ដាប់ធ្នាប់រាល់ពាក្យសម្ដីដកសាមញ្ញនិងចិត្តដិតរបស់លោកមានអធិពលរីករាយយ៉ាងខ្លាំងក្លាដែលជួយឲ្យប្រជាពលរដ្ឋដោះស្រាយរាល់ជំទាស់ទាស់តែងគ្នារាល់ពាក្យសម្ដីដកសាមញ្ញនិងចិត្តដិតរបស់លោកមានអធិពលរីករាលដាលយ៉ាងខ្លាំងក្លាដែលជួយឲ្យប្រជាពលរដ្ឋដោះស្រាយរាល់ទំនាស់ទាស់តែងគ្នារួមគ្នារឹតចំណងសាមគ្គីភាពភូមិផងរបងជាមួយនិងពង្រឹងធ្លុងមហាសាមគ្គីទូទាំងជនជាតិ Dạ ông cụ ở trong Nưng là ông là người có sống លោកតាចំនឹងដែលជាមនុស្សចាស់ម្នាក់គាត់រស់នៅតែងធ្វើជាគំរូដ៏ល្អសម្រាប់សហគមន៍ជនជាតិខ្មែរជាអ្នកមានកិត្យានុភាពគាត់តែងតែលើកទឹកចិត្តប្រជាជនឲ្យយល់ដឹងពីគោលនយោបាយនិងច្បាប់របស់បកនឹងរដ្ឋអភិរក្សវប្បធម៌ជនជាតិដូចជាការបង្រៀនភាសាខ្មែរនិងឃោសនាណែនាំប្រជាជនចូលរួមចំណែកក្នុងការសាងសង់ស្ពានថ្នល់គាត់បានចលនាសប្បុរសជនដើម្បីផ្ដល់អំណោយនិងឧបត្ថម្ភដល់អ្នកដែលខ្វះខាតនៅក្នុងសហគមន៍ជនជាតិខ្មែរផងដែរ ថ្ងៃថ្មីមួយទៀតបានចាប់ផ្ដើមនៅលើភូមិត្រេកកាំរស្មីព្រះអាទិត្យដកកក់ក្ដៅបានចាំងពន្លឺចុះមកលើដំបូលវត្តលីឡំជាមួយសំឡេងអានមេរៀនយ៉ាងអ៊ូអររបស់កុមារតូចៗនៅទីនោះលោកចៅនឹងនៅតែបន្តធ្វើដំណើរប្រកបដោយក្តីសប្បុរសរបស់ខ្លួនដោយមិននឿយហត់ប្រដូចទៅនឹងដើមឈើធំជំនះមួយដើមដែលផ្ដល់ម្លប់ដកត្រជាក់ត្រជុំជួយការពារដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិខ្មែរដំណើររបស់លោកគឺជាសក្ខីភាពដ៏រស់រវើកបង្ហាញថាអាយុមិនដែលជាឧបសគ្គនៃក្តីសប្បុរសឡើយអំពើល្អទាំងឡាយដែលកាត់ចេញពីចិត្តដ៏ស្មោះត្រង់បរិសុទ្ធនិងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូនរួមជាតិនិងតែងតែជាគប់ភ្លើងដ៏ស្ងៀមស្ងាត់
បំភ្លឺភូមិស្រុកផ្ដល់ភាពកក់ក្ដៅដល់ជីវិតដែលនៅជួបការលំបាកនិងរួមចំណែកបង្កើតនៅបទចម្រៀងដ៏ស្រស់ស្អាតអំពីចំណងសាមគ្គីភាពជាតិនៅលើទឹកដីព្រំដែនខេត្តអាងយ៉ាង